អ្នកធ្លាប់ចាប់អារម្មណ៍ទីថារាត្រីដែលភ្លៀងធ្លាក់ហាក់ដូចជាគ្រឿងផ្សំសម្ងាត់សម្រាប់ឲ្យយើងគេងលក់ដ៏ល្អឥតខ្ចោះអ្នកមិនមែនគ្រាន់តែស្រមៃនោះទេវាមានវិធីសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍នៅពីក្រោយមូលហេតុកាហ្វេ Avatar មានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេ Avatar ដែលគ្រាន់តែធ្វើការ comment Richard ចូល page កាហ្វេ Avatar ហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់អ្នកមិនមែនគ្រាន់តែស្រមៃនោះទេវាមានវិធីសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍នៅពីក្រោយមូលហេតុដែលសំឡេងភ្លៀងជួយឲ្យយើងគេងលក់យ៉ាងជ្រៅនិងស្កប់ស្កល់ 1. សំឡេងដ៏ស្ងប់ស្ងាត់ Pink Noise ទី 1 សូមនិយាយអំពីសំឡេងខ្លួនវាផ្ទាល់ភ្លៀងបង្កើតអ្វីមួយដែលគេហៅថា Pink Noise ខុសពី White Noise ដែលមានកម្រិតខ្លាំងស្មើគ្នានៅគ្រប់ frequency ទាំងអស់នោះ Pink Noise មានលក្ខណៈមានតុល្យភាពនិងស្ដាប់ទៅមានលក្ខណៈធម្មជាតិជាងគិតទៅដល់សំឡេងខ្យល់បក់ស្លឹកឈើសំឡេងបេះដូងលោតទីងទាត់ឬសំឡេងរលកតិចៗសំឡេងទាំងនេះមានលក្ខណៈស្ថិតស្ថេរហើយមិនមានការប្រែប្រួលភ្លាមៗឬធ្វើឲ្យរំខានឡើយដែលវាប្រាប់ខួរក្បាលរបស់យើងថាអ្វីៗគ្រប់យ៉ាងមានភាពស្ងប់ស្ងាត់និងមានសុវត្ថិភាពខួរក្បាលរបស់យើងបកស្រាយសំឡេងដែលស្ថិតស្ថេរទាំងនេះថាមិនបង្កគ្រោះថ្នាក់ដែលអនុញ្ញាតឲ្យយើងបន្ធូរអារម្មណ៍បានកាន់តែជ្រៅនិងគេងលក់ដោយមិនមានការភ្ញាក់ផ្អើល 2. ឥទ្ធិពលនៅលើខ្យល់បរិយាកាសវាមិនមែនត្រឹមតែសំឡេងនោះទេភ្លៀងក៏មានឥទ្ធិពលខ្លាំងសំខាន់ទៅលើខ្យល់ជុំវិញខ្លួនយើងផងដែរនៅពេលភ្លៀងធ្លាក់ humidity ឬសំណើមកើនឡើងហើយ barometric pressure ឬសម្ពាធបរិយាកាសច្រើនតែចុះទាបការផ្លាស់ប្ដូរនេះអាចមានឥទ្ធិពលធ្វើឲ្យធូរស្រាលសំខាន់ជាងនេះទៅទៀតភ្លៀងជួយលាងសម្អាតធូលីប៉ូលិននិងសារធាតុអាឡែហ្ស៊ីផ្សេងទៀតចេញពីខ្យល់ប្រសិនបើអ្នករងគ្រោះដោយអាឡែហ្ស៊ីដែលតែងតែធ្វើឲ្យអ្នកតឹងច្រមុះនៅពេលយប់នោះការភ្លៀងធ្លាក់ដ៏ល្អអាចសម្អាតខ្យល់បានយ៉ាងពិតប្រាកដដែលធ្វើឲ្យយើងងាយស្រួលដកដង្ហើមហើយគេងលក់ស្រួលបាន 3. បែបបទផ្លូវចិត្តហើយក៏មានសមាសធាតុផ្លូវចិត្តមួយផងដែរសូមគិតមើលនៅពេលដែលភ្លៀងកំពុងធ្លាក់នៅខាងក្រៅលេខ 3 ភ្លៀងបានផ្ដល់ឲ្យយើងនៅប្រភេទការអនុញ្ញាតតាមបែបសង្គមដើម្បីគ្រាន់តែនៅផ្ទះសម្រាប់លំហែនិងបន្ធូរអារម្មណ៍ដែលនៅផ្ទះយ៉ាងកក់ក្ដៅនិងឃ្លាតឆ្ងាយពីភាពអ៊ូអររបស់ពិភពលោកបង្កើតបានជាបរិយាកាសដែលគ្មានភាពតានតឹងសម្រាប់ការសម្រាកវាជាអារម្មណ៍នៃភាពកក់ក្ដៅនិងសុវត្ថិភាពដូចជាការត្រូវបានរុំដោយភួយដ៏ក្ដៅមួយអញ្ចឹងដូច្នេះនៅពេលក្រោយដែលអ្នកឃើញខ្លួនឯងគេងលក់ដោយគុណក្មេងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងអ្នកនឹងដឹងពីមូលហេតុហើយវាគឺជាការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យនៃ Pink Noise ដ៏ស្ងប់ស្ងាត់ខ្យល់អាកាសបរិសុទ្ធនិងអារម្មណ៍កក់ក្ដៅនៃការមានសុវត្ថិភាពនៅក្នុងផ្ទះសូមអរគុណច្រើនសម្រាប់ការទស្សនាប្រសិនបើអ្នកពេញចិត្តវីដេអូនេះសូមកុំភ្លេចចុចប៊ូតុង like និង subscribe សម្រាប់វីដេអូបន្ថែមដូចនេះជួបគ្នាវីដេអូក្រោយ